Trương Bus Lab Leviភាគទី4វិលមកណាមកសាប់មិនធម្មតាសោះមិនក៏ថ្ងៃនេះទៅជីអញ្ចឹងហាលេបថ្នាំហើយនៅអត់ទេខ្ញុំអត់ញ៉ាំទេទឹកហើយម៉េចយករបាយការណ៍ទៅមើលមិនក៏នាងធ្វើអញ្ចឹងហ៎នាងស្ទើរតែធ្វើឲ្យបោះជេរខ្ញុំហេក្រងការដែលនាងនឹងខ្ញុំធ្វើជាមួយគ្នាតាពេលមានបញ្ហាមកបន្តទៅខ្ញុំអានេះមានអីតតងជាមួយខ្ញុំនាងជាអ្នកបង្កើតក្រុមការនេះមកក៏ថាមិនតតងនាងមានបំណងចង់ឲ្យខ្ញុំបាក់មុខនៅចំពោះមុខ boss មែនទេយូណាធម្មតានាងមិនដែលខំធ្វើការទេសមហើយដែលត្រូវ boss ដេកឲ្យនោះតតងស្អីនឹងនាងដែរចេញមុខការពីរហូតនាងឯងក៏ជះវាអីឃើញខ្ញុំមិនមកនាងក៏ថាខ្ញុំស្រួលធ្វើបាបណាស់មែនទេឃើញខ្លាងាប់កំថាខ្លាដេកណាមីក្អូននាងតែធ្វើបាបខ្ញុំរហូតខ្ញុំជួយធ្វើក្រុមការហ្នឹងដល់ពេលត្រូវបោះស្ដីបន្តនាងមករករឿងខ្ញុំអញ្ចឹងមិនធ្វើខ្លួនឯងទេហេហើយម៉េចនាងអាងថានាងស្និទ្ធស្នាលជាមួយបោះហើយអាចមកគម្រាមកំហែងសម្លុតគេបានតាមចិត្តអញ្ចឹងហ៎ខ្ញុំមិនខ្លាចនាងទេអត់ខ្លាចឯងមិនឃើញញ័រជើងបងស្រីមានរឿងអីហ្នឹងសំតើអ្នកស្រីយើងនិយាយគ្នារឿងលឺបន្តិចហើយម៉េចអំបាញ់មិញមានរឿងអីកើតឡើងយូណានិយាយថាខ្ញុំធ្វើក្រុមការមិនល្អដូច្នេះហើយនាងគឺគ្រាន់តែផ្ដោតមេរៀនឲ្យខ្ញុំបើសិនជានាងខ្វះការទទួលខុសត្រូវយ៉ាងនេះអញ្ចឹងឲ្យចាប់ពីឥឡូវទៅក្រុមការហ្នឹងត្រូវប្រកល់ឲ្យហើយមិនជាអ្នកចាត់ការវិញយកនេះទៅបន្ទប់លោកប្រធានសញ្ញាឈ្មោះហើយបន្ទាប់មកយកវាទៅផ្នែកហិរញ្ញវត្ថុផ្ញើទុកសិនចាស់ហ៎នាងអើយខ្ញុំទៅដល់របៀបណាទៅហើយមិនចាំទុកណាមានអីកាត់ឡើងអាយ៉ាអត់ទេសំតាខ្ញុំអត់ឃើញអីទាំងអស់ចង្រៃយោហើយបែបនេះខ្ញុំត្រូវបើដេញចេញទេសិនប៊ូចាក្រោយចាប់ការសិក្សាពីសាកលវិទ្យាល័យយើងមិនដែលបានជួបគ្នាសោះហើយឯងធ្វើការនៅទីនេះមែនទេមែនហើយមិនក៏មកទីនេះនាងត្រឡប់មកវិញតាំងពីពេលណាខ្ញុំមកដល់តាំងពីខែមុនម្ល៉េះហើយពេលនេះខ្ញុំកំពុងតែបង្កើតក្រុមហ៊ុន design មួយក្រុមហ៊ុននោះទៅតែបង្កើតឡើងដូច្នេះហើយទៅប្រព័ន្ធការគ្រប់គ្រងមិនទាន់ល្អទេខ្ញុំមកកំពុងតែសុំខ្ចីនាយកគ្រប់គ្រងទូទៅពីបងប្រុសរបស់ខ្ញុំគឺជាបងប្រុសរបស់នាងជាបងប្រុសបង្កើតរបស់នាងឯងប៉ិតមែនហើយកុំគិតថាគាត់ណាមើលទៅសង្ហាបែបនេះប៉ុន្តែកាត់ពិតគឺអាក្រក់ណាស់ឆាប់ខឹងឆេឆាយឈាមតិចមិនគួរជឿទេថាប្អូនស្រីរបស់ខ្ញុំបើជានិយាយអាក្រក់នៅចំពោះមុខអ្នកផ្សេងបែបនេះចេះមកឲ្យគេបងប្រុសទៅកាត់បើសិនជាឯងនិយាយជាមួយចវាយប្រភេទនេះឯងត្រូវតែប្រុងប្រយ័ត្នអញ្ចឹងតាវាគឺបើសិនជាសិនប៊ូដឹងថាខ្ញុំបានចុចជាមួយចវាយដូចហើយតានាងនឹងថាយ៉ាងម៉េចវិញទៅណោះតុកboss ការប្រជុំនឹងចាប់ផ្ដើមនៅ5នាទីទៀតចាស់ខ្ញុំដឹងហើយសិនប៊ូអញ្ចឹងខ្ញុំនឹងទៅធ្វើការសិនណាជួបគ្នាពេលក្រោយអូយវិលមកណានាងអីទេហើយខ្ញុំព្រើភ្នែកទេហើយពីអ្នកនេះមិនក៏ស្និទ្ធស្នាលនឹងគ្នាម្ល៉េះភ្នែករបស់គេសតុនមានមុនស្នេហ៍មែនយ៉ាងម៉េចហើយមានកម្លាំងនិយាយទៀតអត់មើលទៅនាងដូចជាខ្ញុំគ្រាន់តែមានអារម្មណ៍ថា
ដូចជាផ្ដាសាយបន្តិចបន្តួចនៅហ៊ានមកនិយាយទៀតបងប្រាបងគឺជាចវាយហើយបងកំពុងតែតាក់ទងបុគ្គលិកតូចតាចមែនទេឯងចង់មានន័យថាម៉េចបងប្រុសខ្ញុំកំណាចណាស់កុំខ្វល់ពីគាត់ហើយម៉េចយើងខានជួបគ្នាយូរហើយតោះតែញ៉ាំបាយថ្ងៃត្រង់ជាមួយគ្នាហើយជជែកគ្នាលេងហ៎អូខេអញ្ចឹងក៏បានក្មេងម្នាក់នេះនិយាយស្ដីមិនគ្រប់យើងជាបងប្រុសសោះអែមគិតថាធ្វើអញ្ចឹងដូចជាខុសខើចំពោះគាត់ពេកទេអីបងប្រុសខ្ញុំមកគឺដូចជាកបោបលុយរបស់ខ្ញុំអញ្ចឹងមិនបាច់ចាំខ្វល់ទេហាមកពេលនេះដូចជាពិបាកលេបដល់ហើយបងប្រុសខ្ញុំប្រាប់បង3ដងឯណាថាខ្ញុំចង់ញ៉ាំសាច់ហើយមិនបានជិតនាំខ្ញុំមកកន្លែងបាត់នេះចង់ឲ្យខ្ញុំញ៉ាំបន្លែហើយនឹងស្មៅមែនទេហើយមិនកំពុងតែឈឺមិនគួរញ៉ាំសាច់ច្រើនទេនាងគួរតែញ៉ាំអាហារតុនងាយរំលាយចុះហើយខ្ញុំមិនអីទេមិនបាច់ខ្វល់ពីខ្ញុំទេខ្ញុំក៏ចង់ញ៉ាំសាច់ដូចជានាងដែរអញ្ចឹងមានន័យថាខ្ញុំញ៉ាំសាច់មិនតាន់គ្រប់គ្រាន់នៅជប់នោះពេលនេះខ្ញុំចង់ដឹងថាកញ្ញាហើនឹងត្រៀមប្រមាណសម្រាប់ការចំណាយទៅលើសាច់ថាម៉េចអញ្ចឹងបើសិនជាលោកមិនឲ្យខ្ញុំញ៉ាំសាច់ទេអញ្ចឹងខ្ញុំនឹងស៊ីលោកទៅចាស់អត់អីទេខ្ញុំសម្រេចចិត្តហើយថាទៅញ៉ាំមកទីនោះខ្ញុំគឺជាវិចិត្រឈរៀនប្រុសម្នាក់នេះចង់មានន័យដល់សាច់ស្អីប្រុសចង្រៃឯងគឺជាសង្សាររបស់បងប្រុសខ្ញុំហ៎ថាម៉េចអត់ទេខ្ញុំហើយនឹងកត់គ្មានអីទាំងអស់មែនទេតែខ្ញុំមានអារម្មណ៍ថាដូចជាចំណានឯងដល់ហើយបងប្រុសខ្ញុំមកទៅបារម្ភពីឯងណាគាត់យកចិត្តទុកដាក់សប្បាយទៅរឿងតូចតាចឆាំនិយាយមកតើតំណែងដំងអ្នកទាំងពីរគឺជាស្អីស្ងាត់ឆំនិយាយគ្មានបានកាត់ទៅបងនៅតែជាបងប្រុសរបស់ខ្ញុំទេកាលពីលើកមុនឯងចង់បាក់ហាងនំខេកបងក៏ឲ្យឯងខ្ចីសន្តាគារជាលទ្ធផលបងមិនតាន់សម្អាតអ្វីដែលឯងធ្វើខ្ទេចខ្ទីនោះផងហើយការចាប់ផ្ដើមធ្វើចំនួនដំបងវាមិនងាយស្រួលក្នុងការចាប់ផ្ដើមទេបើសិនជាយើងអត់មានបទពិសោធន៍គ្មានរៀមច្បាំងឬក៏អ្នកជំនាញដើម្បីជួយនោះវារមែងតែបរាជ័យជារឿងធម្មតាទេនៅតែជាហេម៉ៃដែលយល់ពីខ្ញុំតាក់ទីណយសួស្ដីកញ្ញាហើ